រៀបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង Kufra ហើយថ្ងៃនេះផងដែរ admin បានយករឿងមួយដែលមានចំណង Have 18 Level of Hell Inside Me ហើយសាច់រឿងយើងគឺជាប្រភេទ anime ហើយបើចង់ដឹងថាសាច់រឿងយើងល្អមើលខ្លាំងប៉ុណ្ណាតោះយើងចូលទៅទស្សនាទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅទស្សនាសូមបងប្អូនកុំភ្លេចជួយ Subscribe និងដាក់រូបកណ្ដឹងឲ្យមានម្នាក់មួយផ្ដាំសាច់រឿងរបស់យើងដំបូងគឺឃើញថានៅក្នុងទីក្រុងមួយដែលមានអាយុកាលពី97ឆ្នាំមុនហើយយើងគឺបានឃើញទៅលើបរមម្នាក់ដែលអង្គុយនៅក្រោមឈើនិងមានកុមារមួយកំពុងតែដើរនៅតាមផ្លូវហើយសាច់រឿងរបស់យើងគឺបានកាត់ទៅដល់កន្លែងដែលមានមនុស្សចងក3នាក់គឺគ្រួសារគឺគាត់បានស្លាប់នៅក្នុងផ្ទះរបស់ពួកគាត់ហើយបន្តមកទៀតគឺយើងបានឃើញទៅដល់បរមម្នាក់ដែលកំពុងដើរឆ្លងកាត់ផ្លូវគាត់ដើរស្រាប់តែបាត់ខ្លួនមួយរំពេចពេលនោះហើយនៅទីក្រុងនោះផងដែរគឺមិនមានសុវត្ថិភាពនោះទេហើយបន្តមកទៀតគឺយើងបានឃើញថាមានបរមម្នាក់ហ្នឹងដូចជាបិសាចយ៉ាងម៉េចទេបន្ទាប់មកក៏យើងឃើញមានអណ្ដាតចេញមកពីតាមពោះដូចមិនមែនជាមនុស្សចឹងដូចគាត់បិសាចអញ្ចឹងណាហើយក៏មានក្បាលសាកសពជាច្រើនដែលបានគាត់ដាក់ចងព្យួរនៅលើកន្លែងហ្នឹងអញ្ចឹងណាហើយតាមពិតទៅកន្លែងនេះគឺជាសួនច្បារនោះទេដែលយើងមើលទៅគួរឲ្យខ្លាចខ្លាំងមែនតើគឺមានសាកសពជាច្រើនហើយក្នុងនោះដែរយើងឃើញថាមានមនុស្សដែលគាត់ដាក់ចងនឹងបេប៉ោងហោះទៅលើមេឃហើយនឹងកាត់កជាច្រើនផងដែរហើយបន្តមកទៀតគឺយើងឃើញថាមានសាកសពជាច្រើនដែលគេបានកប់នៅលើភ្នំជាច្រើនហើយនៅក្នុងទីក្រុងនោះដែរគឺយើងមើលទៅគួរឲ្យភ័យខ្លាចខ្លាំងមែនតើហើយខណៈពេលនោះដែរគឺយើងឃើញថាមានប្រជាជនជាច្រើនគាត់កំពុងតែរត់គេចខ្លួនអំពីបិសាចដែលមកសម្រាប់ពួកគាត់ហើយពេលនោះផងដែរក្រុមពួកអាចារ្យក៏គាត់បានមកជជែកពិភាក្សាគ្នាដើម្បីរកវិធីដោះស្រាយដើម្បីទប់ស្កាត់ជាមួយពួកបិសាចនឹងផងដែរហើយក្នុងនោះផងដែរគឺយើងឃើញថាមានបិសាចស្រីម្នាក់ដែលគាត់គឺជាស្រីស្អាតនិងគឺជាបិសាចមួយដែលខ្លាំងហើយបន្តមកទៀតគឺយើងបានឃើញថាមានក្មេងប្រុសម្នាក់ដែលគាត់កំពុងតែចុចទូរស័ព្ទពេលនោះក៏គាត់បានឃើញព័ត៌មាននៅក្នុងទីក្រុងនោះផងដែរហើយក្មេងប្រុសនោះគឺគាត់បានទៅប្រឡងនៅកន្លែងសាលាមួយគឺសាលាហ្នឹងគឺមើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនពេលដែលគាត់ទៅដល់មុខសាលារៀនហ្នឹងគាត់បានជួបនឹងមនុស្សម្នាក់ដែលពាក់អាវខ្មៅហើយគាត់ក៏បានសួរថាតើឯងមកសាលាដើម្បីប្រឡងមែនទេក្មេងប្រុសម្នាក់នោះក៏គាត់ឆ្លើយថាបាទខ្ញុំគឺមកសាលាដើម្បីប្រឡងពេលនោះលោកអ៊ំពាក់អាវខ្មៅហ្នឹងក៏គាត់បាននិយាយថាអញ្ចឹងដើរតាមគាត់មកហើយលោកអ៊ំម្នាក់ហ្នឹងក៏គាត់បានសួរទៅកាន់បរិមម្នាក់ហ្នឹងថាតើគាត់បានតំណែងទៅមួយណាគេនៅក្នុងសាលាហ្នឹងដែរអត់ពេលនោះបរិមម្នាក់ហ្នឹងគឺគាត់ថាមិនបានតំណែងទៅកាន់នរណាម្នាក់នៅក្នុងសាលានោះទេហើយមុនទៅដល់កន្លែងបន្ទប់រៀនហ្នឹងផងដែរគឺលោកពូម្នាក់ហ្នឹងគឺគាត់បានយកដុំដូចជាដុំភ្លើងដុំគ្រីស្តាល់យ៉ាងម៉េចទេគឺគាត់បានឲ្យទៅកាន់បរិមម្នាក់ហ្នឹងដើម្បីទុកឲ្យគាត់ការពារខ្លួនហើយគាត់ក៏បានប្រាប់ថាឯងត្រូវតែថែរក្សារបស់នេះទុកឲ្យវាមានសុវត្ថិភាពដើម្បីទុកថែរក្សាខ្លួនរបស់ឯងហើយលោកអ៊ំហ្នឹងក៏គាត់បានឲ្យរបស់ហ្នឹងទៅកាន់បរិមម្នាក់នោះឯងទទួលយកវាទៅហើយបរិមម្នាក់ហ្នឹងគឺគាត់ក៏បានទទួលយកនៅដូចជាដុំគ្រីស្តាល់ឬក៏ដុំគុជអីគេហ្នឹងអញ្ចឹងណាហើយគាត់ក៏កាន់ទៅភ្លើងហ្នឹងក៏ភ្លឺចែងចាំងចេញពីក្នុងហ្នឹងតែម្ដងហើយក្មេងប្រុសម្នាក់ហ្នឹងគឺមានឈ្មោះថា Lee Chen គាត់មានអាយុ18ឆ្នាំហើយលោកពូម្នាក់នោះក៏គាត់បាននាំ Lee Chen ដើរទៅក្នុងថ្នាក់រៀនពេលដែលចូលដល់ថ្នាក់រៀនគឺយើងបានឃើញថាមានមនុស្សប្រហែលជា5ទៅ6នាក់ដែលគាត់បានមករៀននៅថ្នាក់នោះផងដែរហើយលោកអ៊ំម្នាក់នោះក៏គាត់បានប្រាប់ទៅឲ្យក្មេងម្នាក់នោះរកកន្លែងអង្គុយទៅហើយនៅក្នុងថ្នាក់នោះផងដែរយើងមើលទៅមានម្នាក់នោះគឺមានមាឌធំខ្លាំងមែនទែនហើយម្នាក់ទៀតនោះគឺគាត់កំពុងតែអង្គុយជាប់ដៃហើយនឹងម្នាងអូនស្រីនោះគាត់កំពុងតែអង្គុយនៅខាងមុខហ្នឹងគឺមិនខ្វាយខ្វល់ពីនរណានោះទេហើយលីឆាន់យើងហ្នឹងក៏បានទៅអង្គុយនៅតុមុខជាប់មីអូនស្រីស្អាតហ្នឹងទៀតហើយលីឆាន់ហ្នឹងគឺគាត់បានសម័យថាគាត់មិនចង់ជួបរឿងដែលរឿងអ៊ូអាប់នៅក្នុងជីវិតរបស់គាត់ទេគឺគាត់មានឱកាសមួយដែលគាត់បានចេញទៅខាងក្រៅហើយរាល់ពេលដែលលីឆាន់បិទភ្នែកហ្នឹងគឺគាត់បានឃើញទាំងអស់គឺបានឃើញដូចជាឋាននរក18ជាន់មិនទេហើយក៏មានអ្វីម្យ៉ាងបានប្រាប់ឲ្យលីឆេនហ្នឹងត្រូវតែបន្តកិច្ចសន្យាលុបចាស់ដើម្បីបង្ហាញពីធម៌ពលពិតរបស់លីឆេនហើយយើងក៏បានឃើញថាមានបរិមម្នាក់ហ្នឹងគឺមានសក់ពីរពណ៌ហ្នឹងហើយភ្នែករៀងក្រហមមកជាហ្នឹងគាត់ដើរមកហ្នឹងហើយក៏បាននិយាយថាមានមនុស្សតិចណាស់ដែលបានមកឆ្នាំនេះអាបរោះសក់ពីរពណ៌ហ្នឹងភ្នែកគាត់មិនដឹងទេគឺមានស្នាមពណ៌ក្រហមនៅមកជាហើយគាត់បាននិយាយថាចាប់តាំងពីគាត់បានបង្កើតនៅកន្លែងទីនេះមកគឺគ្មាននរណាម្នាក់
ដែលមិនគ្រប់គ្រាន់នោះទេហើយគាត់ក៏បាននិយាយទៀតថានៅក្នុងតំបន់សាលាហ្នឹងពេលដែលប្រឡងម្ដងគឺត្រូវតែឈរហើយការប្រឡងរបស់គាត់ដែរហ្នឹងគឺប្រឡងឈរគឺត្រូវតែឈរឲ្យបាន5ម៉ោងអញ្ចឹងណាបរិសុទ្ធសក់2000ហ្នឹងគាត់បាននិយាយទៀតថាបន្ទាប់ពីប្រឡងហើយហ្នឹងសូមអ្នកទាំងអស់គ្នាចាំផងគឺចាំក្នុងគ្រូក្បាលអញ្ចឹងណាហើយគាត់ក៏បានថាគាត់នឹងរងចាំពួកគេនៅក្នុងសាលានោះទៀតហើយការប៉ັດទៅបរិសម្នាក់ហ្នឹងគឺជាបិសាចតែយើងមើលទៅគួរឲ្យខ្លាចខ្លាំងគាត់ពេលដែលគាត់ខឹងគឺភ្នែកគាត់ប្រែពីពណ៌ក្រហមមកខាងពណ៌ខៀវវិញអញ្ចឹងណាហើយលីឆានរបស់យើងគឺគាត់ភ័យទឹកមុខគាត់គឺខ្លាចមានអារម្មណ៍ថាស្លេកស្លាំងខ្លាំងមែនតើហើយបន្ទាប់មកទៀតលីឆានគាត់គិតថាគាត់មិនអាចធ្វើវាបានទេលីឆានគាត់ភ័យខ្លាំងមែនតើគាត់គិតថាខ្លួនគាត់មិនអាចធ្វើវាបានទេគាត់គិតថាគាត់គួរតែនៅផ្ទះវិញល្អជាងតាមពិតទៅបរិសុទ្ធពីរហ្នឹងគាត់គឺជាគ្រូបង្រៀនហើយគាត់គឺបាននិយាយទៀតថាការប្រឡងពេលដែលអ្នកដើរចេញពីអ្នកនេះគឺការចាប់ដើមប្រឡងនោះហើយសូមព្យាយាមប្រឡងឲ្យបានជាប់ទាំងអស់គ្នាប៉ែមួយដែលអង្គុយអោបដៃហ្នឹងក៏គាត់បានដើរមកចិត្ត Legend ហើយគាត់ក៏បានណែនាំខ្លួនរបស់គាត់ថាខ្ញុំឈ្មោះ Yusigo ហើយប៉ែបន្តាទៀតហ្នឹងក៏គាត់បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាពួកយើងគឺមកទីនេះដើម្បីប្រឡងហើយពួកយើងគួរតែណែនាំខ្លួនរបស់ពួកយើងទាំងអស់គ្នាឲ្យបានគ្នាស្គាល់ហើយពេលនោះពួកគាត់ក៏បានងើបឈរឡើងណែនាំខ្លួនរបស់ពួកគាត់ទីមួយគឺមានឈ្មោះ Lee Chan ហើយមីអូនស្រីស្អាតហ្នឹងក៏គាត់មានឈ្មោះថា Xiu Mian ហើយអាប៉ែមួយអសឈ្មោះ Wang Yin ហើយអាប៉ែនតាមួយទៀតហ្នឹងក៏គាត់មានឈ្មោះថា Wang Nan ហើយប៉ែនតាក៏គាត់បាននិយាយទៀតដែរថាអូខេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺចាប់ផ្ដើមធ្វើវាហើយប៉ែនតាហ្នឹងក៏គាត់បានខំស្រាវជ្រាវហ្នឹងគឺគាត់បានឃើញថាកាលពី90ឆ្នាំមុនថាគឺមានរឿងមិនល្អកើតឡើងជាច្រើនការដែលមិនល្អហ្នឹងគឺច្រើនណាពេលនោះផងដែរវ៉ែនតាហ្នឹងក៏គាត់បាននិយាយថាគាត់ចង់ទៅផឹកកាហ្វេហើយមួយអាសហ្នឹងក៏គាត់ថាអូខេគាត់ក៏អញ្ចឹងដែរពេលនោះលីឆេងគាត់ក៏បានដើរចេញទៅខាងក្រៅអញ្ចឹងណាហើយវ៉ែនតាក៏ស្រែកថាចុះសិនកុំទៅទីនោះគឺមានគ្រោះថ្នាក់កុំទៅម្នាក់ឯងអីហើយបន្ទាប់មកទៀតហ្នឹងវ៉ែនតាក៏គាត់បានថាអ្នកអត់លឺទេអត់លឺពីការខ្ញុំនិយាយអញ្ចឹងកន្លែងនោះវាមានគ្រោះថ្នាក់ណាកុំទៅហើយលីឆានក៏បាននិយាយទៅវិញថាវាមិនអីទេហើយគាត់ក៏បាននិយាយទៀតថាខ្ញុំមានគម្រោងមួយបរិបទដែលពាក់វ៉ែនតាគឺគាត់មានអារម្មណ៍ថាដូចជាក្តៅក្រហាយមួម៉ៅមិនដឹងទេគឺគាត់បានឮសេចក្តីពាក្យហ្នឹងអញ្ចឹងណាហើយមីអូនស្រីស្អាតហ្នឹងក៏គាត់បានដើរចេញទៅខាងក្រៅហើយគាត់ក៏បានសួរថាលីឆានហេតុអីក៏បានដើរតាមខ្ញុំអញ្ចឹងហើយលីឆានហ្នឹងគាត់បាននិយាយទៀតថាកុំទៅម្នាក់ឯងអីគឺមានគ្រោះថ្នាក់ខ្លាំងហើយមីអូនស្រីស្អាតហ្នឹងគាត់បាននិយាយថាខ្ញុំសុំទោសប៉ុន្តែខ្ញុំចង់ទៅកន្លែងណាក៏បានដែរហើយពួកគេហ្នឹងក៏បានដើរមកចេញខាងក្រៅទាំងអស់គ្នាគឺយើងមើលទៅគឺនៅក្នុងសាលារៀនហ្នឹងគួរឲ្យខ្លាចខ្លាំងណាហើយមីអូនស្រីស្អាតហ្នឹងក៏គាត់បានឃើញថាដូចជាមានអ្វីចម្លែកមិនដឹងទេគឺឃើញដូចថាជាមានកម្លាំងអស្ចារ្យចេញពី Legend មកចឹងណាហើយនៅពេជ្រនោះផងដែរគឺមានអ្វីម្យ៉ាងមិនដឹងទេគឺបានហោះមកចិត្តគាត់អញ្ចឹងណាហើយតាមពិតទៅអ្វីនោះគឺជាមីអូនស្រីស្អាតនឹងសោះមីអូនស្រីស្អាតហ្នឹងគឺគាត់ជាបិសាចអញ្ចឹងណាហើយលីឆេហ្នឹងក៏គាត់ឆ្ងល់ហើយមីអូនស្រីស្អាតហ្នឹងក៏គាត់បានគិតក្នុងចិត្តថាគាត់ថាសក់របស់នាងហើយនឹងស្បែករបស់នាងវាស្លេកអញ្ចឹងប្រហែលគាត់គិតថាលីឆេនគិតថានាងហ្នឹងប្រហែលជាបិសាចហើយមីអូនស្អាតហ្នឹងក៏គាត់បាននិយាយទៅកាន់លីឆេនថាប្រាប់ម៉ាត់មកបើសិនអ្នកចង់ស្លាប់ហើយរំពេចនោះផងដែរគឺយើងបានឃើញថាមានបរិសម្នាក់ហ្នឹងគាត់បានចុះតាមកម្មវិធីហើយគាត់ហ្នឹងក៏បានឆ្ងល់ក៏ឃើញกระดาษហ្នឹងជ្រុះនៅលើផ្លូវហ្នឹងច្រើនខ្លាំងមែនតើបរិសម្នាក់ហ្នឹងគាត់បានចូលទៅមើលกระดาษហ្នឹងក៏គាត់បានយកមកអានអញ្ចឹងទៅស្រាប់តែពេលនោះគឺមានអ្វីម្យ៉ាងមិនដឹងទេគឺនៅក្រោយគាត់គឺមានបិសាចម្នាក់ហើយបិសាចហ្នឹងផងដែរគឺមានដាតពេកណាហើយដាតបិសាចហ្នឹងគឺគាត់ចង់មកលេបចង់មកលិតមិនដឹងទេពេលនោះបិសាចហ្នឹងក៏ប្រើដាតរបស់វាហ្នឹងមកលើមុខអាក្មេងប្រុសម្នាក់ហ្នឹងអញ្ចឹងណាធ្វើឲ្យក្មេងប្រុសម្នាក់ហ្នឹងភ័យខ្លាំងភ័យខ្លាចជាខ្លាំងហើយពេលនោះផងដែរអាក្របដែលគ្រីស្តាល់ដែលលោកអ៊ំឲ្យទៅកាន់លីឆានហ្នឹងក៏វាបានខ្ទាតចេញពីបរិសម្នាក់ហ្នឹងទៀតហើយលីឆានយើងហ្នឹងគឺគាត់ភ័យខ្លាំងមែនតែនមើលទៅគាត់អាណិតគាត់ខ្លាំងណាហើយបិសាចស្រីណាដែលមានដាតវិញហ្នឹងក៏គាត់បានសង្គ្រោះនៅលើលីឆានហ្នឹងនៅពីលើដូចគាត់ចង់ធ្វើមិនដាក់លីឆានទេ
ហើយបន្ទាប់មកទៀតហ្នឹងបិសាចហ្នឹងក៏គាត់បានប្រើអណ្ដាតបោះវាយ៉ាងវែងហ្នឹងក៏បានដាក់ចូលទៅក្នុងមាត់របស់លីឆាន់របស់យើងហ្នឹងហើយពេលនោះផងដែរលីឆាន់គឺគាត់ពិបាកដល់ដង្ហើមខ្លាំងណាព្រោះអណ្ដាតរបស់វាហ្នឹងគឺបានចូលម្ដងបំពង់ករបស់លីឆាន់គាត់ពិបាកដល់ដង្ហើមខ្លាំងណាដែរដៃរបស់លីឆាន់ហ្នឹងក៏ចេញដូចជាច្រវាក់ភ្លើងមិនដឹងទេគឺចេញមកច្រើនខ្លាំងមែនតើហើយក៏បានលីឆាន់ហ្នឹងបជាច្រវាក់ហ្នឹងគឺចាប់ចងបិសាចហ្នឹងហើយចុងក្រោយហ្នឹងគឺលីឆាន់បានចាប់ចងបិសាចហ្នឹងយ៉ាងជាប់ហើយហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយរឿងយើងភាគ1ក៏បានចប់ត្រឹមតែអញ្ចឹងយើងសូមរងចាំទស្សនាភាគ2ទាំងអស់គ្នាបន្តទៀតណាព្រោះadmin កំពុងតែធ្វើសាច់រឿងភាគ2បន្តទៀតអញ្ចឹងហើយនេះគឺជាការសម្រាយបើ admin បើខុសថងណាមានពាក្យសម្ដីល្អមិនល្អទាំងណាជួយខន្តីអភ័យទោសឲ្យ admin ផង